សូមគោរពនៅការដឹងគុណវីរាំងយុទ្ធជនការពីទឹកដីពលីជីវិតចម្រើនពរសម្ភារៈស្បៀងដែលញាតិញោមពុទ្ធបរិស័ទក្នុងស្រុកមូលសីបានចូលរួមជួយដល់កងទ័ពការពារជាតិព្រំដែនប្រទេសកម្ពុជាយើងនោះស្បៀងទាំងអស់នេះអាត្មាភាពបានរៀបចំដឹកជញ្ជូនដល់កងទ័ពការពារព្រំដែនដែលកំពុងឈរជើងនៅក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងយើងនេះពួកគាត់ទាំងអស់នេះហើយគឺជាអ្នកតតាំងជាមួយខ្មាំងឈ្លានពានរបស់យើងគឺឈរជើងនៅសំពៅលូនខេត្តបាត់ដំបងយ៉ាងនេះច្រើនពរថានេះពិតជាបានដល់ផ្ទាល់ដៃដល់កងទ័ពយើងពិតប្រកបមែនព្រោះឲ្យគាត់មានការសប្បាយរីករាយខ្លាំងណាស់ដែលយើងទាំងអស់គ្នានៅខាងក្រោយតែងតែមិនទុកគាត់ចោលព្រោះមិនទុកគាត់ចោលទេបានផ្ដល់សម្ភារៈស្បៀងមានត្រីខមាននំទាហានមានទឹកសុទ្ធអង្គអំបុកពងទាសាច់ក្រកត្រីងៀតជាដើមទាំងអស់នេះគឺយើងបានរៀបចំជូនដល់គាត់ដោយផ្ទាល់ដៃហើយសូមច្រើនពរថានេះហើយជាទាហានការពារកវ៉ាត់ខេត្តបាត់ដំបងយើងនេះគឺគាត់នៅឈួរតាំងជាមួយគ្រាប់កំភ្លើងជាមួយខ្មាំងសត្រូវរបស់យើងនៅប្រចាំការភ្នំព្រឹកនិងសំពៅលូនគឺសិតតែកងទ័ពរបស់យើងកំពុងតែឈួរជើងការពារយ៉ាងរឹងមាំគឺជាវីរៈជនកងទ័ពការពារទឹកដីយើងយ៉ាងរឹងមាំនៅតំបន់ស្រុកសំពៅលូននិងភ្នំព្រឹកព្រោះគាត់មានភាពអង់អាចក្លាហានក្នុងការការពារទឹកដីរបស់យើងហើយយើងបានដល់សម្ភារៈនេះពិតដល់ពួកគាត់ពិតប្រកបមែនហើយនេះជាវគ្គទី1ដែលយើងបានរៀបចំជញ្ជូនដឹកមកនៅពេលនេះគឺជាស្បៀងវគ្គទី1ព្រោះវគ្គទី1ដែលយើងរៀបចំមកដោយបានពីកម្លាំងសាមគ្គីស្រុកមងសីយើងជាមួយនឹងពុទ្ធបរិស័ទក្នុងប្រទេសនិងក្រៅប្រទេសផងស្មារតីសូមបញ្ជាក់ជូនញាតិញោមទាំងអស់គ្នាដែលជាសទ្ធាសប្បុរសជនទាំងអស់ថាសម្ភារៈទាំងអស់ដែលញាតិញោមបានចូលរួមមកគឺពិតជាបានជូនដល់ផ្ទាល់ដៃដល់កងទ័ពដែលកំពុងតែឈួរជើងច្បាំងនៅព្រំដែនកម្ពុជាយើងមែនទៅតាមបំណងរបស់អស់លោកញាតិញោមពុទ្ធបរិស័ទដែលជាម្ចាស់សទ្ធាសាច់ស្រស់ឈាមស្រស់ស្រស់ស្រស់ធរណីលះបង់ពលីគិតជាតិជាធំបំផុងស្មារតីនៃជាតិនិយមរឹងមាំដូចភ្នំមិនអើយរងគង់វីរាំងបរងឈ្មោះអ្នកបានឆ្លាក់ប្រកបសត្យយ៉ាងប្រសើរគង់ខ្ពស់ស្លាប់ដើម្បីជាតិញាតផ្ដល់កេតទីយុគខ្មែរទាំងស្រីប្រុសចងចាំ